បាទសួស្តីអ្នកនរគ្នាស្វាគមន៍ម្សាជាថ្មីម្ដងទៀតហើយវត្តមានខ្ញុំបាទ MC ចន្ទរាថ្ងៃនេះដែរខ្ញុំមានហេតុការណ៍មួយទៀតហើយដែលហេតុការណ៍មួយនេះទាក់ទងជាមួយនឹងស្ពានឈើចាស់បុរាណដែលស្ថិតនៅក្នុងខេត្តមួយដែលអ្នកភូមិនៅក្នុងនឹងគេតែងតែហៅថាស្ពានលេខ71ហើយស្ពាននេះដែរគឺជាស្ពានអាថ៌កំបាំងមួយដែលនៅចាំលងបន្លាចឆក់យកជីវិតមនុស្សនៅពេលរាត្រីស្ពានឈើនេះដែរគឺមានអាយុកាលយូរណាស់ហើយស្ពានឈើមួយនេះបានបាក់ទ្រុឌទ្រោមទើបអ្នកភូមិនៅក្នុងនឹងគាត់នាំគ្នារុះរើដើម្បីធ្វើស្ពានដែកថ្មីតែជាអកុសលក្នុងអំឡុងដល់ពេលសាងសង់ស្ពានដែកមួយនឹងក៏មានកម្មករម្នាក់ដែលគាត់បានធ្លាក់ទៅក្នុងក្រោមស្ពាននឹងស្លាប់បាត់ទៅតែក្នុងអំឡុងពេលដែលដង្ហែសាកសពរបស់កម្មករម្នាក់នឹងក៏មានហេតុការណ៍មួយកាត់ឡើងម្សាទៀតរថយន្តដឹកសពរបស់កម្មករនឹងឈប់ត្រឹមពាក់កណ្ដាលស្ពានក៏រលត់ម៉ាស៊ីនបាត់ទៅធ្វើឲ្យមានការងើយឆ្ងល់កាន់តែខ្លាំងហើយទោះជាព្យាយាមរកមធ្យោបាយយ៉ាងម៉េចក៏ម៉ាស៊ីនឡានមួយនឹងក៏នៅតែបញ្ឆេះមិនឆេះដែរទើបអ្នកចូលរួមដង្ហែសពនឹងបានសម្រេចចិត្តនាំគ្នារុញរថយន្តនឹងកុំបីឲ្យមានការស្ទះដល់អ្នកដំណើរផ្សេងទៀតដែលឆ្លងកាត់ស្ពានមួយនឹងហើយភ្លាមនឹងដែរស្រាប់តែរថយន្តរងអិលទៅបុកជាមួយនឹងបង្កាន់ដៃស្ពានធ្លាក់មឈូសទៅក្រោមធ្វើឲ្យមានការបាក់បែកមឈូសនឹងហើយសាកសពកម្មករនឹងក៏បានធ្លាក់ចេញពីមឈូសនឹងក្នុងរថយន្តដឹកសពនឹងក៏មានបងប្អូនសាច់ញាតិកម្មករនឹងអង្គុយនៅក្បែរមឈូសនឹងដែរបានធ្លាក់ទៅរោគរបួសធ្ងន់ខ្លះហើយក៏មានក្មេងប្រុសម្នាក់ដែលធ្លាក់ទៅជាមួយធ្វើឲ្យមានអំបែងមឈូសនឹងមុតចំពោះស្លាប់បាត់ទៅចាប់តាំងពីពេលនឹងមកគឺមានរឿងរ៉ាវហេតុការណ៍អាក្រក់កាត់ឡើងជាបន្តបន្ទាប់ស្ពានលេខ71នេះមានឈ្មោះជាស្ពានជើងកបស្ពានជើងកបមួយនេះគឺមានហេតុការណ៍កើតឡើងជាញឹកជាញប់ហេតុការណ៍មួយគឺសតែរន្ធត់ភាគច្រើនជើងកបគឺនៅក្នុងទឹកនៅតាមបង្កាន់ដៃស្ពាននៅតាមផ្លូវកោងនានានៅជុំវិញស្ពានជើងកបលេខ71នឹងព្រោះគេជឿថាវិញ្ញាណដែលបានស្លាប់នៅក្បែរស្ពាននឹងនៅក្នុងទឹកនឹងនៅក្នុងផ្លូវកាយនឹងគេសុទ្ធតែជឿថាគឺជាវិញ្ញាណចាំយកមនុស្សថ្មីព្រោះថាបើមិនចាំយកវិញ្ញាណថ្មីមកចាំនៅទីកន្លែងនឹងទេគឺវិញ្ញាណចាស់មិនអាចទៅចាប់ជាតិបានឡើយទើបចាំយកឆក់ជីវិតមនុស្សជារៀងរាល់ថ្ងៃបើមិនបានយកជីវិតអ្នកណាទេក៏ជើងកបនឹងនៅតែលោកបន្លាចអ្នកធ្វើដំណើរតលតែគេយកបានជីវិតថ្មីមកនៅចាំកន្លែងនឹងមីងធូជាអ្នកដែលបានជួបហេតុការណ៍ផ្ទាល់ទាក់ទងជាមួយនឹងស្ពានលេខ71នេះព្រោះជារៀងរាល់ថ្ងៃមីងធូគាត់តែងតែឆ្លងកាត់ស្ពាននឹងដើម្បីយកបន្លែទៅលក់នៅឯផ្សារតែថ្ងៃនេះខុសពីថ្ងៃសពមួយដងដោយសារតែអីវ៉ាន់របស់មីងធូច្រើនពេកទើបធ្វើឲ្យខកខានពេលវេលាទើបបានចេញដំណើរនៅពេលយប់អាធ្រាត្រពេលជិះកាត់ស្ពានមួយនេះគាត់តាំងស្មារតីថាមិនមានរឿងអ្វីកើតឡើងនោះទេតែហេតុការណ៍រន្ធត់មួយបានកើតឡើងចំពោះគាត់ម៉ូតូដែលគាត់ធ្វើដំណើរឆ្លងកាត់ស្ពាននឹងស្រាប់តែរលត់ចំកណ្ដាលស្ពានលេខ71នឹងហើយមានខ្យល់មួយបក់មកប៉ះខ្លួនប្រាណគាត់រហូតដល់ដួលម៉ូតូនឹងរំពេចនឹងស្រាប់តែមានរថយន្តមួយដែលធ្វើដំណើរពីក្រោយគាត់បើកសំដៅមករកគាត់ងាកខ្លួនតែបន្តិចប៊ីសនឹងប៉ះជាមួយនឹងកង់រថយន្តនឹងហើយរថយន្តនឹងក៏បានកាន់កន្តិចម៉ូតូរបស់គាត់និងអីវ៉ាន់របស់គាត់ខ្ទេចខ្ទីអស់ទៅគាត់បានអះអាងថាគ្រោះថ្នាក់នឹងមិនមែនជាគ្រោះថ្នាក់ធម្មតាចៃដន្យនោះទេ
តែហាក់ដូចជាមានវិញ្ញាណអ្វីទាញចង់ឆក់យកជីវិតរបស់គាត់តែដោយសារតែរាសីរបស់គាត់ខ្ពស់ទើបធ្វើឲ្យគាត់បានរស់រានមានអាយុជីវិតដល់រាល់ថ្ងៃអ្នកគ្រូសុធាជាគ្រូបង្រៀនក៏មានរឿងរ៉ាវហេតុការណ៍ស្រដៀងជាមួយនឹងមីងធូនឹងដែរតែអ្នកគ្រូសុធានេះដែរគឺជាមនុស្សកំពូលខ្លាចខ្មោចបំផុតដែលអ្នកគ្រូទៅណាមកណាគាត់តែងតែមានគ្នាទៅជាមួយជារៀងរហូតនេះល្ងាចមួយអ្នកគ្រូនិងស្វាមីរបស់គាត់បានបបួលគ្នាទៅមើលក្មួយស្រីរបស់គាត់សម្រាលកូនដែលត្រូវឆ្លងកាត់ស្ពាននឹងធ្វើដំណើររហូតដល់2 គីឡូទើបទៅដល់ផ្ទះក្មួយស្រីរបស់អ្នកគ្រូលុះត្រឡប់ទៅផ្ទះវិញយប់ក៏ងងឹតដោយសារតែអ្នកគ្រូគាត់ខ្លាចក៏សូមឲ្យប្តីជិះពីក្រោយគាត់ជាអ្នកដប់ប្តីរបស់គាត់វិញលុះជិះមកដល់ស្ពាននឹងអ្នកគ្រូគាត់តាំងចិត្តថាមិនងាកមើលឆ្វេងស្ដាំអីឡើយគាត់ព្យាយាមធ្វើចិត្តធម្មតាអ្នកគ្រូគាត់ព្យាយាមមើលទៅតែមុខតែស្រាប់ពេលដែលគាត់ឆ្លងកាត់ស្ពាននឹងក៏ស្រាប់តែឃើញស្រមោលហោះកាត់នៅមុខម៉ូតូរបស់គាត់ធ្វើឲ្យអ្នកគ្រូមានការតក់ស្លុតភ័យខ្លាចជាខ្លាំងទើបកាន់តែបន្ថែមលបឿនម៉ូតូឲ្យលឿនស្រាប់តែទៅបុកជាមួយនឹងអ្វីមួយឮសូរតែផាំងពេលនឹងអ្នកគ្រូគាត់ក៏បានចុះទៅមើលស្រាប់តែបុកជាប់ជាមួយនឹងដើមឫស្សីមួយដែលគេដឹកតាមគោយន្តជាសំណាងល្អមួយដែរដែលមិនធ្វើឲ្យមានការគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកគ្រូកុំអីនឹងអ្នកគ្រូអាចនឹងធ្លីពោះនេះគឺជាសំណាងល្អមែនទែនដោយសារតែរិស័យរបស់អ្នកគ្រូនៅខ្ពស់មិនទាន់ដល់ពេលដែលត្រូវបាត់បង់ជីវិតនៅឡើយមនុស្សជាច្រើនទៀតបានអះអាងថានៅពេលខ្លះឃើញមានមនុស្សស្រីពោះធំនៅឈរចំកណ្ដាលស្ពានធ្វើឲ្យអ្នកបើកបរព្យាយាមគេចស្ត្រីមានផ្ទៃពោះនឹងគ្រោះថ្នាក់ខ្លួនឯងពេលខ្លះធ្ងន់ពេលខ្លះក៏ស្រាលដោយសារតែមានហេតុការណ៍កើតឡើងជាញឹកជាញោកទើបធ្វើឲ្យស្ពានលេខ71នេះគ្មាននរណាគេហ៊ានជិះឆ្លងកាត់ទៀតឡើយព្រោះគេនិយាយតគ្នាថាស្ពានលេខ71នេះគឺជាស្ពានជើងកចាំឆក់យកជីវិតរបស់មនុស្សដែលធ្វើដំណើរឆ្លងកាត់ស្ពាននឹង